ឥឡូវឡានដឹកមិនមែនបានតែកាក់ឲ្យនឹងផ្កាយដូចមុនទៀតទេវាឡើងreward នៅខាងគៀននេះអញ្ចឹងនៅពេលដែលយើងដឹកបាន1ទូក2ទូក3ទូកទៅតាមការស្នើសុំរបស់វាយើងនឹងទទួលបាន reward ហើយក្នុងមួយថ្ងៃយើងទទួលបានចំនួន5 reward អញ្ចឹងយើងចង់ដឹងថា reward របស់វានឹងទទួលបានគេខ្លះយើងចុចឡើងនេះមកអញ្ចឹង reward ក្នុងមួយថ្ងៃយើងទទួលបាន5នេះមួយថ្ងៃវា update ម្ដងមួយថ្ងៃវា update ម្ដងគឺតកតងជាមួយទូកអ្នកនរគ្នាចាប់អារម្មណ៍ថាទូកឥឡូវលេងកំងអីវ៉ាន់មួយមុខឲ្យច្រើនប្រអប់ដូចពីមុននេះឥឡូវមួយមុខតែ3ប្រអប់2ប្រអប់អីទេហើយក្នុងមួយទូកហ្នឹងវាកំងអីវ៉ាន់ឡើង4មុខហើយទូកឥឡូវក៏ចេញលឿនជាងមុនដែរ reward ក៏មានច្រើនជាងមុនដែរពីមុនមានតែ3នេះឯងមានផ្កាយមានសញ្ញាទូកនេះហើយនឹង voucher ឥឡូវបានទាំងpuzzle នេះហើយបានទាំងរង្វាន់បើកយកប្រអប់ expansion នេះទៀតអាណាឥឡូវយើងអាចទិញបានតែគ្រាន់ថា head លើចាក់កហ្មងបន្លែផ្លែឈើក៏យើងអាចទិញបានដែរបន្លែផ្លែឈើយើងទិញបានចំនួនកាក់ប៉ុណ្ណឹងចឹងទៅអញ្ចឹងពេលយើងទិញវាឡើងអូតូម៉ាទិកហើយការ update ផ្សេងហ្នឹងតកតងជាមួយនឹងម៉ាស៊ីនអាហ្នឹងសម្រាប់តែអ្នក level 1ដល់ level 15ដែលទើបតែលេងឯងអញ្ចឹងវាលេងថ្លៃដូចពីមុនហើយក៏លេងប្រើរយៈពេលយូរនៅក្នុងការបើកម៉ាស៊ីនហ្នឹងដែរ